ហើយខ្ញុំបានធ្វើវាមិនមែនគឺខ្ញុំបានអានរឿងសូផាតហើយនឹងកលាបបៃលិនសាជាថ្មីសៀវភៅ24ក្បាលគឺជាគោលដៅអានរបស់ខ្ញុំនៅក្នុងឆ្នាំ2025ហ្នឹងហើយបើប្រៀបធៀបទៅនឹងឆ្នាំទៅគឺខ្ញុំអានបាន30ក្បាលអញ្ចឹងវាខុសគ្នា6ក្បាលសំខាន់នៅដើមខែ12ហ្នឹងគឺខ្ញុំអានបាន19ក្បាលអញ្ចឹងវានៅ5ក្បាលទៀតតាមពិតទៅបើសិនជាខ្ញុំអានមួយខែ2ក្បាលគឺគោលដៅមួយនេះគឺវាងាយសម្រេចខ្លាំងមែនតើប៉ុន្តែដោយសារតែ reading slump ហើយរវល់កិច្ចការងារផ្សេងក្នុងខែខ្លះគឺអត់បានអានសៀវភៅសោះហ្មងអញ្ចឹងវីដេអូមួយនេះខ្ញុំចង់មកប្រាប់អ្នកទាំងអស់គ្នាអំពីគោលដៅអានរបស់ខ្ញុំនៅក្នុងឆ្នាំហ្នឹងហើយនឹង challenge ដែលខ្ញុំដាក់សម្រាប់ខ្លួនឯងគឺអានឲ្យបាន24ក្បាលនៅក្នុងឆ្នាំហ្នឹងហើយនៅក្នុងហ្នឹងក៏មាន challenge មួយទៀតដែលខ្ញុំដាក់សម្រាប់ខ្លួនឯងគឺខ្ញុំត្រូវអានសាច់រឿងដែលលាយឡំជាមួយនឹងប្រវត្តិសាស្ត្រហើយនឹងត្រូវទៅអានសៀវភៅរឿងខ្មែរយើងពីចំនួនមុនសាជាថ្មីឡើងវិញខ្លះហើយខ្ញុំបានធ្វើវាមិនមែនគឺខ្ញុំបានអានរឿងសូផាតហើយនឹងកលាបបៃលិនសាជាថ្មីហើយនឹងសាច់រឿងដែលពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រមានដូចជា A Thousand Plenty Sun និង All the Light We Cannot See ខ្ញុំគិតថានេះគឺជាពេលល្អមួយសម្រាប់អ្នកទាំងអស់គ្នាធ្វើការពិនិត្យនិងធ្វើ self reflection ទៅលើខ្លួនឯងហើយកំណត់គោលដៅនៅក្នុងឆ្នាំថ្មីក៏ដូចជាកំណត់គោលដៅក្នុងការអានផងដែរថាតើឆ្នាំក្រោយហ្នឹងត្រូវអានសៀវភៅប៉ុន្មានក្បាលនិងសៀវភៅប្រភេទអីខ្លះមួយទៀតខ្ញុំចង់លើកទឹកចិត្តគ្នាយើងបន្តិចទោះជាយើងមិនបានសម្រេចគោលដៅទាំងអស់នៅក្នុងឆ្នាំហ្នឹងទេតែយ៉ាងហោចណាស់ក៏យើងបានធ្វើរឿងទាំងអស់ហ្នឹងដែរហើយរៀនលើកទឹកចិត្តខ្លួនឯង